ការគ្រប់គ្រងហិរញ្ញវត្ថុគឺជាមេរៀនណែនាំខ្ញុំរញ៉េញ៉ៃអស់ហើយលីសានេះគឺជាឯកសាររបស់អ្នកហើយនេះកាហ្វេអេលីមិនដាក់ស្ករមិនដាក់ទឹកដោះគោកាហ្វេទឹកដោះគោលីលីអរគុណច្រើនណាស់នេះសម្រាប់អ្នកតោះទៅអេតើអ្នកណាទៅអ្នកមកទីនេះបន្តិចមកអ្នកត្រួតពិនិត្យនេះខ្ញុំទិញមកឲ្យអ្នកពីហាង Starbucks គ្មានអ្នកណាមានទេគឺសម្រាប់តែអ្នកម្នាក់ប៉ុណ្ណោះតើអ្នកបានដាក់ទឹករុយនៅប្រកាសជាដាក់ហើយការយល់ដឹងប្រសិនបើថ្ងៃក្រោយមានការលំបាកនៅការិយាល័យអ្នកអាចមកប្រាប់ខ្ញុំបានយើងគឺជាក្រុមតែមួយធ្វើការឲ្យបានល្អណាស់ចាសោះសូមមើលទៅកាន់មនុស្សគ្រប់គ្នាដែលនៅទីនេះសូមបន្តខិតខំប្រឹងប្រែងគឺជាគន្លឹះនៃជ័យជំនះសួស្ដីអ្នកស្រីតើអ្នកចង់បានអ្វីជួយឆុងកាហ្វេឲ្យខ្ញុំមួយកែវមកអ្នកគ្រាន់តែជាកូនជាងទេធ្វើខ្លួនឲ្យស្រួលនៅទីនេះមានពេលទំនេរច្រើនណាស់ធ្វើឲ្យចៅវាយសប្បាយចិត្តខ្ញុំមិនមែនធ្វើឲ្យគាត់សប្បាយចិត្តទេខ្ញុំគ្រាន់តែចូលចិត្តជួយអ្នកដទៃតែប៉ុណ្ណោះឱកាសល្អណាស់ខ្ញុំនៅទីនេះដើម្បីប្រកាសពីអ្វីមួយយើងត្រូវធ្វើឲ្យបរិយាកាសការងាររបស់យើងដើម្បីបង្កើនបរិយាកាសការងារខ្ញុំបានសម្រេចចិត្តចាប់ពីពេលនេះទៅការសម្អាតការិយាល័យនឹងត្រូវទទួលខុសត្រូវដោយបុគ្គលិកម្នាក់តាមវេនគ្នាអ្នកនាងតើអ្នកកំពុងលេងសើចហាត់ការមានតែខ្ញុំម្នាក់ទេតើអ្នកកំពុងចង្អុលមកលើខ្ញុំមែនទេវាច្បាស់ណាស់មែនទេបើដូច្នោះមែនបើខ្ញុំធ្វើការងារទាំងអស់នេះតើអ្នកសម្អាតនឹងត្រូវធ្វើអ្វីទៅអ្នកជាអ្នកនិយាយមែនទេនិយាយឲ្យសំហេតុផលបន្តិចទៅជាមូលហេតុដែលខ្ញុំបណ្ដេញអ្នកសម្អាតចេញឥឡូវនេះអ្នកត្រូវធ្វើការជំនួសខ្ញុំនៅតែមានការងារច្រើនតើអ្នកមិនចង់ធ្វើការមិនចង់ធ្វើទេចាក់មិនចង់ធ្វើមែនទេមានមនុស្សជាច្រើនទៀតដែលចង់ធ្វើការងារនេះគុំខ្ញុំនឹងធ្វើការងារនេះ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 តើអ្នកពេញចិត្តទេលោកតើអ្នកពេញចិត្តទេល្អណាស់ផ្ដល់ការងារដែលលំបាកនិងហត់នឿយឲ្យនាងទៅដោយគ្មានឋានៈជាប្រពន្ធប្រធានគ្រប់គ្រងនាងខ្ញុំមិនជឿទេនាងអាចទ្រាំបានខ្ញុំនឹងធ្វើវាលោកប្រធានតើអ្នកអាចឃើញប្រពន្ធរបស់អ្នកត្រូវបានគេប្រព្រឹត្តបែបនេះមែនទេមនុស្សពីគ្រួសារធំកំពុងផ្ដោតលើការវាយប្រហារនាងវាក៏ជួយឲ្យយើងស៊ើបអង្កេតដោយស្ងាត់ស្ងៀមផងដែរបានធ្វើការនៅក្រុមហ៊ុនរយៈពេល2អាទិត្យហើយតើមានលទ្ធផលអ្វីខ្លះមានទទួលបានមួយរាងកាយដែលអស់សង្ឃឹមពិតជាគ្មានប្រយោជន៍តើអ្នកចង់បានអ្វីបញ្ជាឲ្យខ្ញុំនៅតែស្រាប់តែប្រពន្ធប្រធានលេចមុខមករាល់ថ្ងៃរកតែបញ្ហាជាមួយខ្ញុំបញ្ជាឲ្យខ្ញុំធ្វើការងាររញ៉េញ៉ៃសម្អាតបោះចោលសម្រាមតើខ្ញុំមានពេលទំនេរឯណាទៅធ្វើជាមនុស្សអត់ប្រយោជន៍នោះខ្ញុំដឹងពេលណាអរគុណបងប្រុសខែក្រោយមានការប្រជុំម្ចាស់ភាគហ៊ុនខ្ញុំចង់ជួបអ្នកមុនពេលនោះរកឲ្យឃើញហ្វូយ៉ងភុស្តាងដែលហ្វូយ៉ងកេងប្រវ័ញ្ចលុយក្រុមហ៊ុនខ្ញុំគ្រាន់តែតើខ្ញុំត្រូវរកវាយ៉ាងដូចម្ដេចទៅនៅកុំព្យូទ័រផ្នែកហិរញ្ញវត្ថុកាត់នេះអ្នករក្សាទុកវាសិនជួយរកព័ត៌មានបានទេខ្ញុំខ្លាចថាខ្ញុំនឹងត្រូវជាប់គុកមុនគេបើហ្វូយ៉ងដណ្ដើមអំណាចក្រុមហ៊ុនប្រកាសជាជាប់ពាក់ព័ន្ធហើយប្រហែលជាខ្សែធនបន្ទាប់មកបិទចោលបិទក៏បិទទៅម្យ៉ាងទៀតឪពុកខ្ញុំនិងខ្ញុំមិនមែនជាមនុស្សដែលស័ក្តិសមនឹងធ្វើជំនួយនោះទេបន្ទាប់ពីហ្វូយ៉ងដណ្ដើមអំណាចប្រកាសជាត្រូវគេកម្ចាត់ចោលការកុហករបស់អ្នកអំពីការមានផ្ទៃពោះคล้ายៗនឹងមិនទទួលបានលុយពីគ្រួសារហ្វូសូម្បីតែអ្វីដែលអ្នកទទួលបានពីមុនទំនងជាត្រូវគេទាមទារយកមកវិញកុំបារម្ភអីការប្រជុំម្ចាស់ភាគហ៊ុនខែក្រោយជាហ្វូយ៉ងនឹងត្រូវហិនហោចហើយខ្ញុំនឹងក្លាយជាអ្នកឈ្នះល្អណាស់យើងចូលមែនខ្ញុំបានធ្វើម្ហូបរួចរាល់ហើយតើអ្នកចង់សាកល្បងទេខ្ញុំមិនឃើញមានអ្វីទាំងអស់បងប្រុសមិនមែនបែបនោះទេក្មេងពិតជាមានមនោសញ្ចេតនាណាស់មិនបាច់ញ៉ាំមុនទេរឿងរ៉ាវគឺទុកនៅក្នុងបន្ទប់ទៅកុំឲ្យមានខ្យល់ចូលឲ្យសោះសង្ឃឹមថានឹងឆាប់មានកូនណា